ជេរប្រមាថខ្លាំងៗទៅលើព្រះអង្គច័ន្ទមនីតើការជេរប្រមាថរបស់បុគ្គលរបៀបនេះនឹងមានទោសទណ្ឌអ្វីខ្លះទាំងបច្ចុប្បន្ននិងព្រះលោកតើដូចពាក្យចាស់លោកពោលថាបុគ្គលណាជេរប្រមាថព្រះសង្ឃអាចនឹងធ្លាក់ទៅនរកអវជ័យដែរឬទេប្រិមត្តទូរទស្សនិកជននិងបងប្អូនអ្នកស្រឡាញ់ page MC ប្រុសក្មេងជាទីគោរពមានaccount Facebook មួយបានជេរប្រមាថខ្លាំងណាស់ទៅលើព្រះអង្គច័ន្ទមនីបាទដែលគ្រាន់តែព្រះអង្គបង្ហោះសារតែព្រះអង្គគង់នៅក្នុងសុគន្ធកុដរបស់ព្រះអង្គដែលមានបច្ឆាយាល័ក្ខកូននេនមួយអង្គនៅពីក្រោយខ្នងបង្ហាញថាកាលហ្នឹងព្រះអង្គនៅតូចណាបាទ account Facebook នេះបានសរសេរដាក់រៀបរាប់ថាអនិច្ចាទៅជឿអាអត់កំណើតហ្នឹងបើវាមានកំណើតមនុស្សអាយុវាគេរៀនគេមានការងារត្រឹមត្រូវរកស៊ីមានបានមានគ្រួសារត្រឹមត្រូវបើអាសញ្ញេញបក់ផ្លិតនេះវិញវារត់ទៅសងំក្នុងព្រៃបងប្អូនខ្ញុំបាទសូមអធិស្ឋានត្រង់ចំណុចដែលខ្ញុំបាទអាននេះហាក់ដូចជាវាអសរោះសវាចាពេកម្ល៉េះហើយសូមអធិស្ឋានខ្ញុំគ្រាន់តែអានជាសំណេរមានច្រើនតទៀតតែខ្ញុំបាទសូមអនុញ្ញាតយកប៉ុណ្ណេះបាទដោយខ្ញុំបាទចង់ទាញតលហិកមួយចំនួនទៅលើការប្រមាថព្រះសង្ឃទោះបីព្រះអង្គច័ន្ទមនីលោកមានបុណ្យបារមីយ៉ាងម៉េចជាលក្ខណៈនៃជំនឿរបស់ប្រជាពលរដ្ឋយើងថាព្រះអង្គមានបារមីយ៉ាងម៉េចយ៉ាងម៉ាអានឹងជាការជឿរបស់បងប្អូនយើងតែខ្ញុំគ្រាន់តែចង់ទាញពីសក្ខីកម្មមួយដែលថានៅពេលដែលមានយុវជនណាមួយឬក៏បុគ្គលណាមួយជេរប្រមាថព្រះសង្ឃតើជំនឿនេះនឹងជះឥទ្ធិពលទៅលើបុគ្គលនោះយ៉ាងដូចម្តេចខ្លះខ្ញុំចង់ទាញពីបច្ចុប្បន្នភាពដែលយើងហៅថាតន់ហន់ឬក៏តន់ភ្នែកនៅក្នុងសេចក្តីនេះនៅពេលដែលយើងជេរព្រះសង្ឃដែលជាអ្នកបួសនៅក្នុងពុទ្ធសាសនានឹងមានផលអាក្រក់ទាំងជាតិនេះហើយនិងជាតិខាងមុខបើនិយាយពីជាតិនេះវិញទី1បាត់បង់សេចក្តីសុខក្នុងចិត្តខ្លួនឯងដែលយើងប្រមាទឆេវឆាវក្តៅក្រហាយក្នុងចិត្តអញ្ចឹងណាដែលចិត្តនឹងវាពូពេញទៅដោយការខឹងស្អប់បាទអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងផ្លូវចិត្តរស់នៅអត់សុខទេអាចនឹងមានការអេសាចំណែនឈ្នាននេះខឹងសម្បាអញ្ចឹងទៅអញ្ចឹងបច្ចុប្បន្នតន់ភ្នែកគឺវាមានចំណុចហ្នឹងចំណុច2នៅពេលដែលគេបានមនុស្សម្នាបានអានខ្លឹមសារដែលយើងបានខមមិនជេរប្រមាថនឹងមកគឺធ្លាក់ចុះគេឈ្មោះនិងលៀបសការៈរបស់ខ្លួនឯងមនុស្សនៅជុំវិញខ្លួនយើងនឹងអ្នកដែលមានជំនឿមុតមមនឹងបាត់បង់ការគោរពរហូតអាចឈានទៅដល់ការរើសអើងជួបឧបសគ្គក្នុងមុខរបរនិងការងារប្រចាំថ្ងៃចង់និយាយថាអូអញខំតែគោរពគាត់តែគាត់បែរទៅជាប្រមាថលោកជាចេះអញ្ចឹងបាត់បង់ការគោរពពីអ្នកនៅជុំវិញយើងទី3អាចនឹងមានសត្រូវច្រើនការប្រើប្រាស់ពាក្យសម្ដីអសុរោះបង្កើតសត្រូវនិងទំនាស់ជាមួយអ្នកដទៃដែលមិនដឹងខ្លួនទេអានឹងពាក់ព័ន្ធនឹងអធម្មតាទេនៅមិននៅនៅក្នុងពុទ្ធសាសនាប្រទេសយើងគឺយើងយកពុទ្ធសាសនាជាសាសនារបស់រដ្ឋបាទអញ្ចឹងប្រជាពលរដ្ឋមិនថារាជនិមឺនសពមុខមន្ត្រីទាំងអស់គោរពលោកគោរពពុទ្ធសាសនាហើយព្រះអង្គច័ន្ទមនីលោកបួសនៅក្នុងពុទ្ធសាសនាអញ្ចឹងយើងនឹងកសាងសត្រូវដោយខ្លួនឯងទេហើយខ្ញុំមិននិយាយឈ្មោះអ្នកដែលប្រមាថនេះទេខ្ញុំនឹងដាក់ caption មួយឲ្យបងប្អូនបានមើលថាគាត់ប្រមាថរបៀបយ៉ាងម៉េចតែយកខ្លឹមសាររបស់ខ្ញុំទៅពិចារណាចោះមិនអីទេបាទសម្រាប់ការជេរប្រមាថបើយើងនិយាយពីផលកម្មនៅជាតិខាងមុខសម្រាប់វាលវត្តសង្សារវិញណាទី1ធ្លាក់ទៅក្នុងទុក្ខតិភពមានន័យថាភពដែលយើងទៅកើតនឹងអត់សំណុកសុខសប្បាយអត់ជាភយោភាពទេគឺកន្លែងអបាយមុខប្រែតនរុដេរឆានហ្នឹងដែលយើងហៅថាអវិជ័យបាទអញ្ចឹងបើយោងតាមគម្ពីរពុទ្ធសាសនាការប្រមាថមើលងាយប្រសងសាវកឬក៏អ្នកមានគុណធម៌ខ្ពស់ៗហ្នឹងអាចនាំឲ្យយើងនឹងបដិសន្ធិនៅក្នុងភពមួយដែលអត់ល្អដូចខ្ញុំបាននិយាយអញ្ចឹងមាននរកប្រែតអសូរកាយបន្ទាប់ពីយើងលាចាកលោកផុតអលុតសង្ខារពីនេះទៅវាអាចទៅចេញជាទម្រង់នឹង
ចំណុចទី2ផលកម្មលើរូបសម្បត្តិនិងសម្ដីនៅពេលដែលកើតមកជាតិក្រោយកើតមកជាមនុស្សវិញអាចនឹងទៅជាមនុស្សដែលមានសម្លេងអត់ព្រោះអញ្ចឹងបានមានអ្នកខ្លះសម្លេងព្រោះអ្នកខ្លះសម្លេងអត់ព្រោះដោយសារអីបងប្អូនដោយសារតែយើងប្រើឧត្តរជាសម្លេងជាប្រមាថដល់មនុស្សម្នាមានសិលអត់សិលអីហ្នឹងបាទគឺសម្លេងអត់ព្រោះឯងហើយអាចនឹងមានរោគក្នុងមាត់ឬក៏មានរាងកាយអត់សមសួនកតេញកតេញកទឿខ្មៅកញេះញេះសក់កញាញ់អញ្ចឹងទៅបាទអាហ្នឹងគឺតែជាផលនៃការសាងអំពើរបស់យើងមកហើយអញ្ចឹងបងប្អូនចំណាំចេះដែលខ្ញុំបានលើកមកហ្នឹងគេហៅថាវាឆ្លងនៅក្នុងន័យប្រធមការបកស្រាយខ្លឹមសារខាងលើនេះព្រះពុទ្ធតែងតែអប់រំឲ្យមនុស្សគ្រប់រូបរក្សានៅវិជ័យសុចរិតបាទវិជ័យនឹងសម្លេងសុចរិតនឹងការប្រព្រឹត្តអញ្ចឹងការប្រព្រឹត្តបែបល្អជាការនិយាយអប់រំណែនាំបាទអាហ្នឹងគេហៅថាវិជ័យសុចរិតហើយជៀសវាងការវិនិច្ឆ័យឬក៏ប្រមាថអ្នកដទៃដែលចិត្តទោសៈដើម្បីការពារខ្លួនពីវិរិយផ្សេងអ្នកខ្លះបំផ្លែងរឿងហ្នឹងឲ្យទៅជារឿងខ្មៅទៅជាសមកជាខ្មៅដោយសេចក្តីលោភលន់សេចក្តីក្រោធខឹងការវង្វេងអញ្ចឹងអានឹងសិទ្ធផលកម្មមកបងប្អូនណាមានរូបមិនស្អាតបាទដូចខ្ញុំបាននិយាយមិញកតេកតុញកទឿកតេះសក់កញ្ញាញ់ខ្វះទ្រព្យសម្បត្តិហើយសំឡេងនឹងមិនបានជាទីគប់ចិត្តនៃការស្ដាប់របស់អ្នកផងទាំងពួងទេចេញមកគ្រូតគ្រៀតសម្ដីអាមឹងឯងអងអញ្ចឹងណានិយាយទៅគាត់លឺទៅហាមកតែនិយាយមកគឺខ្ពើមកគឺស្អប់គេមិនចង់ស្ដាប់បាទអញ្ចឹងផលនឹងល្អណាស់បងប្អូនណាវិជ័យសុចរិតនឹងល្អណាស់គេហៅថាមតុវាចាហ្នឹងមតុនឹងទឹកខ្មុំវាចានឹងសំឡេងដែលយើងនិយាយពោលពាក្យមកអញ្ចឹងណាអញ្ចឹងបងប្អូនមិនថាបងប្អូននិយាយនៅក្នុងបណ្ដាញសង្គម Facebook ឬក៏និយាយនៅក្នុងអីការរស់នៅបច្ចុប្បន្នភាពនៅក្នុងភូមិស្រុករបស់យើងឯងត្រូវតែប្រើប្រាស់ពាក្យពេចន៍នឹងឲ្យសំឡេងនឹងคล้ายទៅជាឧត្តរមួយសម្រាប់អ្នកដែលទទួលពីយើងទៅគេរីករាយនៅក្នុងផ្លូវចិត្តអូម៉ាឥឡូវយើងឃើញក្មេងដើរអញ្ចឹងអានេះហើយទៅណាអាហ្នឹងវាជាពាក្យគ្រូតគ្រៀតហើយជាតិក្រោយទៅសំឡេងរបស់អ្នកហ្នឹងអត់ប្រុសប្រសាទេបងប្អូនបាទអញ្ចឹងអ្នកកាន់សិលល្អណាផលអានិសង្ឃអញ្ចឹងបើយើងនិយាយថាអូនឯងទៅណាហើយក៏ដើរលឿនម្លេះអញ្ចឹងអាអ្នកដែលគ្នាទទួលស្ដាប់សំឡេងយើងហ្នឹងស្ដាប់មើលទៅផ្អែមតិចអារម្មណ៍ទោះបីម្ដាយឪពុកក៏ដោយចិញ្ចឹមកូនដោយអប់រំកូនក៏ដោយត្រូវតែប្រើប្រាស់និយាយពាក្យបែបការទូតដែលយើងប្រើពាក្យថាការទូតគឺសម្ដីវាចានឹងឯងជាសំខាន់ណាស់បាទសម្ដីវាចានឹងបងប្អូនសរុបមកវិញសម្រាប់អ្នកដែលជាប្រមាថព្រះអង្គច័ន្ទមនីដែល account Facebook ដាក់ D Robert ហ្នឹងដូចខ្ញុំបាននិយាយមិញអញ្ចឹងបើអាចឈប់បានឈប់ទៅវាអត់មានផលចំណេញអីទេទោះបីយើងស្អប់ទោះបីយើងកាន់សាសនាដទៃយើងក៏មិនត្រូវប្រមាថជាតិសាសន៍ខ្លួនឯងដែរអ្នកដែលខមមិនពាក្យអាក្រក់ៗនេះច្រើនតែកើតចេញអំពីអ្នកដែលមានសាសនាផ្ទុយគ្នាបាទខ្មែរទេប៉ុន្តែទៅកាន់សាសនាដទៃដល់កាន់សាសនាដទៃធ្វើឲ្យអាចិតនឹងមានទោសៈមោហៈមើលឃើញជ្រុងណាមួយដែលខ្លួនឯងមិនពេញចិត្តលើកមកប៉ាតនៃបតោះប្រអាប់អានឹងផលនៃអំពើដែលយើងធ្វើត្រូវចាំគេហៅថាវិជ័យទុច្ចរិតនឹងអត់បានទេដូចខ្ញុំបាទពំនូលមកពីខាងដើមអញ្ចឹងមានរូបមិនល្អកើតក្នុងក្រកូលក្រីក្រមានទ្រព្យសម្បត្តិក៏មិនសូវជាបោហើយមានវាចាសម្លេងនឹងមិនព្រោះភាសាហើយនឹងអាចនឹងមានកើតរោគនៅក្នុងមាត់មានអរិយស៊ីថ្មិញមានថ្មិញបាក់ថ្មិញមិនស្អាតបាទបបោមាត់ចង្វែបមាត់នឹងទៅចេះទៅចុះនេះគឺដោយសារតែការប្រើប្រាស់ពាក្យពេចន៍សម្ដីវិជ័យទុច្ចរិតនឹងឯងចឹងសរុបមកវិញបងប្អូនទោះបីព្រះអង្គច័ន្ទមនីលោកធ្វើអ្វីក៏ដោយក៏លោកធ្វើនៅក្នុងទម្រង់បែបសាសនាពុទ្ធមួយចំនួនហើយក៏លោកបានកសាងអភិវឌ្ឍនៅក្នុងសហគមន៍មូលដ្ឋានដែលព្រះអង្គលោករស់នៅចឹងណាចឹងក៏យើងយល់អំពីជ្រុងនៃផលប្រយោជន៍ដែលព្រះអង្គបានសាងដែរយើងមិនត្រូវការប្រើប្រាស់ពាក្យពេចន៍ប្រមាថកាបលោកប៉ុណ្ណឹងទេអរគុណចឹងបើសិនជាខ្ញុំលើកឡើងនេះមានប្រការខុសឆ្គងសូមមេត្តាខន្តីអភ័យទោសគ្រាន់តែខ្ញុំចង់អប់រំមនុស្សម្នា
ឲ្យការប្រើប្រាស់ពាក្យពេចន៍នឹងសមរម្យថ្លៃថ្នូរមានសុជីវធម៌បាទហើយចេះដឹងខុសដឹងត្រូវដឹងខ្មៅដឹងសដឹងល្អដឹងអាក្រក់អរគុណជូនពរសុខសប្បាយបងប្អូនទាំងអស់គ្នាណាបើបងប្អូនមានអ្វីដែលចង់ចូលរួមអាច comment នៅក្នុងវីដេអូនេះបានបាទ comment ចែករំលែកការយល់ដឹងដើម្បីឲ្យបងប្អូនក្មួយយើងបានមើលអំពីទស្សនៈដែលយើងបានបង្ហាញថាអូបងនេះអ៊ំនេះពូនោះនិយាយល្អ comment ល្អបាទដាក់មកហ្នឹងហើយអរគុណសុខសប្បាយទាំងអស់គ្នាបាទ